តារាចម្រៀងអ្នកនាងមាសសុខសុភាបានសរសេរសំណេរយ៉ាងវែងអន្លាយឆ្លើយតបចំពោះការរិះគន់របស់មហាជនអំពីទំនាក់ទំនងស្នេហាថ្មីរបស់នាងថាអ្នកគ្រប់គ្នាចោទប្រមាថមនុស្សដែលជួយស្រោចស្រង់ជីវិតរបស់នាងខ្ញុំថាជាអ្នកដែលចេះអាគមដាក់មកលើរូបនាងខ្ញុំចុះគ្រប់គ្នាដែលចូលចិត្តនាងខ្ញុំស្រឡាញ់នាងខ្ញុំគ្រប់គ្នានឹងតើនាងខ្ញុំចេះអាគមធ្វើស្នេហ៍ដាក់អ្នកទាំងអស់គ្នាដែរឬទេនាងខ្ញុំមិនត្រូវការក្តីស្រឡាញ់ដែលចូលមករំខាននិងប្រមាថដល់សិទ្ធិឯកជនរបស់នាងខ្ញុំនោះទេអ្នកទាំងអស់គ្នាគិតតែសេចក្តីសុខក្នុងក្រុមគ្រួសាររបស់អ្នកគ្រប់គ្នាឲ្យមានសេចក្តីសុខរៀងៗខ្លួនល្អរៀងៗខ្លួនទៅចុះរឿងសិទ្ធិឯកជនរបស់នាងខ្ញុំវាមិនមែនត្រូវឲ្យអ្នកទាំងអស់គ្នាចូលមកវែកញែកបញ្ជាហួងហែងទៅតាមផ្លូវចិត្តនិងផ្លូវអារម្មណ៍របស់អ្នកទាំងអស់គ្នានោះឡើយអ្នកគ្រប់គ្នានាំគ្នាចូលមកប្រមាថមកលើមនុស្សដែលជាអ្នកមានគុណរបស់នាងខ្ញុំទាំងដែលអ្នកទាំងអស់គ្នាមិនទាន់បានស្គាល់គាត់ច្បាស់នៅឡើយនាំគ្នាជេរប្រមាថទៅដល់លោកដែលជាមនុស្សម្នាក់ខំប្រឹងជួយដល់មនុស្សជាច្រើនអ្នកជេរប្រមាថមនុស្សរបស់ខ្ញុំគ្រប់គ្នានោះតើអ្នកបានធ្វើអ្វីខ្លះអ្នកបានជួយដល់សង្គមជាតិមួយនេះបានអ្វីខ្លះហើយឬនៅម្នាក់បានត្រឹមតែជឿទៅតាមសម្ដីពួកមនុស្សពាលដែលជាគូសត្រូវម្ខាងរបស់នាងខ្ញុំតែប៉ុណ្ណោះពីពេលនេះទៅនាងខ្ញុំគិតថាគ្រប់អ្នកដែលចូលមកជេរប្រមាថនាងខ្ញុំគឺសុទ្ធតែជាសត្រូវមិនមែនជា fan ពិតប្រាកដនោះទេពួកគេសុទ្ធតែជាមនុស្សមិនគ្រប់លក្ខណៈជាមនុស្សមិនស្គាល់ខុសត្រូវមិនស័ក្តិសមនឹងឲ្យនាងខ្ញុំឲ្យតម្លៃទៅកាន់ពួកគេថាជា fan ដែលគួរឲ្យគោរពទៀតនោះឡើយពុកម៉ែបងប្អូនអ៊ំពូមីងដែលកន្លងមកធ្លាប់អាណិតស្រឡាញ់ដល់នាងខ្ញុំធ្លាប់គ្រប់គ្រងសម្លេងនាងខ្ញុំកន្លងមកជាទីគោរពនាងខ្ញុំចង់និយាយជម្រាបជូនថាបើពុកម៉ែបងប្អូនគិតថានាងខ្ញុំខុសឬអ្នកទាំងអស់គ្នាអស់ក្តីមេត្តាមកលើរូបនាងខ្ញុំក៏ដោយតែសូមកុំចូលមកប្រមាថមនុស្សរបស់នាងខ្ញុំទៀតហើយឈប់គ្រប់គ្រងសម្លេងរបស់នាងខ្ញុំតទៅទៀតចុះដើរចេញឲ្យផុតគ្រប់គ្នាចុះកុំចូលមកសាមបាបដាក់ខ្លួនអីនាងខ្ញុំពិតជាឆ្ងល់តើអ្នកគ្រប់គ្នាយល់អំពីពាក្យថាសិទ្ធិបុគ្គលដែរឬទេបើសិនជាចិត្តរបស់នាងខ្ញុំពិចារណាឃើញប្តីប្រពន្ធរបស់អ្នកគ្រប់គ្នាមិនល្អដូចដែលអ្នកគ្រប់គ្នាមើលមកលើមនុស្សរបស់នាងខ្ញុំឬក៏នាងខ្ញុំគិតថាគ្រប់ប្តីប្រពន្ធរបស់អ្នកទាំងអស់គ្នាសុទ្ធតែមិនល្អជាជនបាត់សង្គមមិនសមវណ្ណៈដោយដែលអ្នកទាំងអស់គ្នាកំពុងតែប្រមាថលើមនុស្សរបស់នាងខ្ញុំតើអ្នកគ្រប់គ្នាព្រមធ្វើតាមចិត្តរបស់នាងខ្ញុំដែរឬទេហើយប្រសិនបើនាងខ្ញុំតម្រូវឲ្យអ្នកទាំងអស់គ្នាលេងប្តីឬប្រពន្ធរបស់អ្នកគ្រប់គ្នាចោលព្រោះវាមិនស័ក្តិសមតើអ្នកគ្រប់គ្នាធ្វើតាមដែរឬទេគ្រប់គ្នាសូមពិចារណាចុះកន្លងមកនាងខ្ញុំផុសតែរូបឯកជនដែលជាសេចក្តីសុខរបស់នាងខ្ញុំហើយក៏គ្មានអ្នកណាម្នាក់មានសិទ្ធិហាមឃាត់បានដែរព្រោះវាជាសិទ្ធិបុគ្គលតែបើជាមនុស្សមួយចំនួនចូលមកជេរប្រមាថមិនឲ្យផុសរូបឯកជនទាំងដែលនាងខ្ញុំមិនដែលនិយាយអ្វីសោះគឺបង្ហោះតែរូបរបស់យើងទាំងពីរហើយមានចម្រៀងអមនឹងរូបភាពតែប៉ុណ្ណោះតែបែរជានាំគ្នាចូលឈឺឆ្អាលរឿងសិទ្ធិបុគ្គលរបស់គេទៅវិញសួរថាតើអ្នកណាជាអ្នកបំពុលសង្គមឲ្យប្រកបសូមអរគុណ